ធម្មជាតិទាំងឡាយកំពុងតែរីករាស់ដកដើមបញ្ចេញនៅសម្រស់ដ៏ស្រស់បំព្រងស្រាប់តែថ្ងៃមួយផ្ទៃមេឃក៏ប្រែជាងងឹតអបរស្មីហាក់បីដូចជាកំពុងតែផ្ដល់នៅដំណឹងដកក្រៀមក្រំអ្វីម្យ៉ាងអោពុទ្ធោហើយតាមពិតនេះជាដំណឹងក្រៀមក្រំដោះពិតប្រកបដែលលោកយាយព្រះនាមតាច់ទេហឿនជាជីដូនរបស់ខ្ញុំព្រះករុណាលោកយាយបានដកដង្ហើមចុងក្រោយទៅហើយខ្ញុំលាហើយលាចៅត្រានត្រាយលាចៅលាទាំងក្រុមយ៉ាងពេញបរមីរនោចញ៉ៃខែចែកណៃត្រូវនឹងឆ្នាំសញ្ញាយសប្តាំងសាំងយាយចាំងចេញទៅយាយចាំងចេញទៅម៉ោង5:50រសៀលអោណាចៅនឹកស្រណោះកាលយាយនៅរួមយាយធ្វើក្រុមយ៉ាងដើម្បីកូនចៅសុខសាន្តកូនចៅថ្កើងថ្កានជាមួយកិនទៅយួងកាលយាយនៅរួមស្មោះនឹងសង្សនាស្មោះនឹងប្រជាក្នុងឋានលោកធ្វើបុណ្យក្នុងសង្សនាក៏សាងបុណ្យទានវសាក្នុងអារាមសង្សនាសទ្ធារាមវន្តរមក្នុងពុទ្ធសករាជឆ្នាំហុងសំ5នៅគ្រឿងសករាជ2022ដោយចិត្តជ្រាំងថ្លាមិនស្ដាយទ្រាំធន់មិនស្ដាយទ្រាំធន់ព្រោះយាយប្រាថ្នាកើតចាំងឈឺស្លាប់ជាច្បាំធម្មជាតិយាយខ្ញុំលាញាតលាមិនត្រឡប់មុនយាយផុតខណ្ឌយាយប្រឹងនឹកដល់ព្រះធម៌ព្រះចិនស្រីចាំងឈឺស្លាប់ជាច្បាំធម្មជាតិយាយខ្ញុំលាញាតលាមិនត្រឡប់
ប្រឹងនឹកដល់ព្រះធម៌ព្រះចិនស្រីងើ